ការវិលត្រឡប់នៃរាជសីភ្នំពេញក្រោនបំបាក់ Nagaver ស្រីនីរោយប់ដ៏អស្ចារ្យនៅស្តាតភ្នំពេញក្រោនយប់នេះសម្ពាធគឺធំធេងណាស់សម្រាប់ភ្នំពេញក្រោនវគ្គ Top 6មិនមែនជាផ្លូវដែលក្រាលដោយផ្កាកុលាបឡើយបន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងនិងលទ្ធផលមិនសូវសមប្រកបកន្លងមកជ័យជំនះលើ Nagaver នាត្រីនេះមិនមែនគ្រាន់តែជាជម្រើសទេតែវាគឺជាកាតព្វកិច្ចមនុស្សគ្រប់គ្នាចង់ដឹងថាតើអតីតម្ចាស់ជើងឯកអាចងើបឈរវិញបានដែរឬទេស្ដាប់ទាំងមូលកំពុងរងចាំមើលចម្លើយគ្រាន់តែសម្លេងកញ្ចែចាប់ផ្ដើមបន្លឺឡើងគេសង្កេតឃើញថា PPC លេងក្នុងទម្រង់វាយសម្រុកយ៉ាងខ្លាំងការបញ្ជូនបាល់ច្បាស់ការរត់កាត់ការពាររបស់ Naga គ្រប់យ៉ាងបង្ហាញពីការវឹកហាត់យ៉ាងដិតដល់ Naga World ព្យាយាមទប់ទល់និងវាយបកជាច្រើនលើកប៉ុន្តែតំបន់ការពាររបស់ក្រៅនៅយប់នេះគឺរឹងមាំដូចជញ្ជាំងថ្មគ្រប់គ្នាដឹងថាគ្រាប់បាល់ដំបូងនឹងមកដល់ក្នុងពេលឆាប់ហើយអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏មកដល់គ្រាប់ទី1ផ្ទុះឡើងស្តាតទាំងមូលស្ទើរតែបែកស្លុយវាមិនទាន់ចប់ទេភាពស្រេកឃ្លានជ័យជំនះបានធ្វើឲ្យ PPC បន្តសម្រុករហូតរកបានគ្រាប់ទី2និងទី3យ៉ាងអស្ចារ្យលើសពីលទ្ធផលនៅលើ scoreboard គឺស្នាមញញឹមរបស់អ្នកគាំទ្របន្ទាប់ពីឈ្នះតែមួយហ្គេមគត់លើ AGT កន្លងមកជ័យជំនះយប់នេះគឺជាថ្នាំទិព្វសម្រាប់អ្នកគាំទ្រ PPC គ្រប់រូបសេឡាក៏ដូចជាអ្នកគាំទ្រដទៃទៀតដែរពួកគេមកទីនេះមិនមែនគ្រាន់តែមើលបាល់ទេតែពួកគេមកដើម្បីផ្ដល់កម្លាំងចិត្តនិងជាផ្នែកមួយនៃគ្រួសារដ៏ធំមួយនេះជ័យជំនះ 3-0 លើ Naga គឺជាសក្ខីភាពនៃភាពអត់ធ្មត់និងក្តីសង្ឃឹមយប់នេះ PPC បានបង្រៀនយើងថាទោះបីជាដួលក៏ត្រូវតែងើបឈរឲ្យបានរឹងមាំជាងមុន 3. ពិន្ទុដ៏មានតម្លៃបានមកដល់ដៃហើយផ្លូវទៅមុខនៅតែវែងឆ្ងាយប៉ុន្តែជាមួយស្មារតីបែបនេះគ្មានអ្វីដែលមិនអាចទៅរួចឡើយជ័យជំនះ 3-0 លើ Nagaver យប់ដែលរាជសីក្រហមជាថ្មី